ឯកសារម្សិលមិញអូខេអញ្ចឹង review មកវិញម្សិលមិញបន្តិចម្សិលមិញយើងបានរក average ទៅលើអានេះដោយទិន្នន័យយើងល្អហើយទិន្នន័យយើងអត់មាន missing អីណាអត់មាន missing អីប្រធានបទនេះតកតងជាមួយនឹងការទទួលយក digital មានឥទ្ធិពលទៅលើលទ្ធផលឬក៏សមិទ្ធផល performance ភាសាperformance អញ្ចឹងប្រសិនបើយើងគណនា average ទៅគឺភាគច្រើនគឺមានការយកស្របហើយសំណាក់គឺមានចំនួនប៉ុន្មានសំណាក់មានចំនួន200បាទហើយ average គឺពុំមានអីលំបាកទេយើងរក average ធម្មតាមកគឺអាសេរូបមន្ត average មកអញ្ចឹងស្មើ average មកហើយទាញមកបានហើយមួយទៀតម្សិលមិញគឺយើងបានគណនាអំពី standard deviation sample standard deviation គម្លាតគំរូមានរូបមន្តគណនាប៉ុន្តែយើងមិនបាច់ទៅគណនាដោយដៃប្រើរូបមន្តទេគឺយើងប្រើ Excel function នៅក្នុង Excel ទៅអញ្ចឹងយើងទាញអញ្ចឹងមកទាញមកហើយយើងដឹងថា standard deviation ហ្នឹងប្រសិនបើធំជាងមធ្យមគឺវាខុសប្រក្រតីខុសមានន័យថាកាលណា standard deviation វាធំជាងមធ្យមគឺយើងគម្លាតវាខ្ពស់យើងមិនអាចទទួលយកនៅមធ្យមនឹងបានទេដោយខ្ញុំបានឧទាហរណ៍ម្សិលមិញឧទាហរណ៍ថាគម្លាតវាខ្ពស់ពេកឧទាហរណ៍លេខឲ្យធំបន្តិចទៅអញ្ចឹងបើសិនបើយើងមើល average គឺវា average in average ប៉ុណ្ណេះប៉ុន្តែបើសិនមើល standard deviation របស់វាគឺធំធំជាង average អញ្ចឹងយើងអត់អាចសន្និដ្ឋានអត់អាចទទួលយកបានទេ standard deviation យើងអាចគណនានៅក្នុងចំណូលចំណាយឬក៏តម្លៃជាលេខអីផ្សេងណាប៉ុន្តែបើសិនជា2ឬក៏3ដូចគ្នាអញ្ចឹងstandard អានេះគឺវាប្រហាក់ប្រហែលគ្នា STD ឬក៏ mean average ហ្នឹងគឺវា standard deviation វាតូចជាង mean ប៉ុន្តែឥឡូវបើសអត់ធំគឺធំដូចគ្នាហើយចង់និយាយថាប្រសិនបើយើងសម្ភារអុកញ៉ាគឺសម្ភារអុកញ៉ាដូចគ្នាទៅហើយបើយើងសម្ភារប្រជាពលរដ្ឋធម្មតាគឺប្រជាពលរដ្ឋធម្មតាដូចគ្នាទៅបើសិនជាវាអាហ្នឹងគឺដាច់ខាត standard deviation គឺត្រូវstandard deviation គឺត្រូវតែតូចជាងមធ្យមហើយប្រសិនបើទិន្នន័យវាគម្លាតគ្នាឆ្ងាយយើងអាច classify វាជាចំណាត់ថ្នាក់ណាស្មើគ្នាអូខេអញ្ចឹងអាហ្នឹងគឺ Qness ភាពផតcurve ភាពផតនេះគឺចង់និយាយអំពីខ្សែកង normal របស់វាហើយ curve ហ្នឹងគឺចង់និយាយអំពីកន្ទុយ tail កន្ទុយអាហ្នឹងពីរហ្នឹងគឺ
ប្រើសារ៉ាវិភាគថាទិន្នន័យរបស់យើង normal យើងនិយាយធម្មតា normal ធម្មតាណា no ភាសាគណិតប្រែ normal ភាសាខ្មែរភាសាយើងនិយាយធម្មតា normal ធម្មតាអញ្ចឹងមានន័យថាទិន្នន័យរបស់យើងប្រសិនបើលេខ5មានន័យថាអីគេ strongly agree យល់ស្របខ្លាំងយល់ស្របទាំងស្រុងលេខ1អីគេ strongly disagree មានន័យថាមិនយល់ស្របទាំងស្រុងអញ្ចឹងបើទិន្នន័យរបស់យើងចម្រុងចម្រាស់គ្នាច្រើនធ្វើឲ្យវាអត់ normal ការសិក្សាស្រាវជ្រាវរបស់យើងគឺចង់ឲ្យវា normal បើវាបដិសេធក៏បដិសេធទាំងអស់ទៅបើវាស្របក៏ស្របទាំងអស់ទៅបើទិន្នន័យរបស់ខ្ញុំរបស់លើកមុនរបស់ខ្ញុំហ្នឹងគឺសម្ភាស200នាក់ហើយគណនាទៅមានអធិខ្លះ variable ខ្លះវាអត់ normal ដោយសារតែខ្ញុំ research ច្រើនអញ្ចឹងខ្ញុំ replace វាធ្វើវាឲ្យ normal វា normal អញ្ចឹងassumption របស់យើងនេះ paper របស់ខ្ញុំដែលបោះពុំហ្នឹងហើយឯកសារយោងអញ្ចឹងគឺ assumption របស់យើងគឺ Q ភាពផតរបស់វាយកចន្លោះពីដក2ដល់2អញ្ចឹង Q ហ្នឹងគឺយើងគណនានៅក្នុង Amos ក៏ចេញលទ្ធផលដូចគ្នាដែរតែខ្ញុំគណនានៅក្នុង Excel ណា Q ហើយយើងទាញមកអញ្ចឹងទិន្នន័យរបស់យើងគឺអូខេណាខើតកន្ទុយរបស់វាគឺចន្លោះពីដល់10ដល់10ខើតគឺយើងselect លើវាមក control cell arrow key ឡើងលើ enter ហើយយើងទាញមកអញ្ចឹងទិន្នន័យរបស់យើងចន្លោះពីដល់10ដល់10សន្មតថាវាគឺ normal ហ្នឹងគឺ assumption អញ្ចឹងមុននឹងធ្វើតេស្ត SEM ហ្នឹងសំខាន់គឺ assumption ហ្នឹងឯងថាទិន្នន័យរបស់យើងគឺត្រូវតែនេះនៅក្នុងនេះទិន្នន័យរបស់យើងគឺ normality គឺត្រូវតែ normal no systematic missing data ទិន្នន័យរបស់យើងគឺមិនឲ្យ missing data អត់មានទិន្នន័យ missing data ឧទាហរណ៍ឆ្លើយខ្លះអត់ខ្លះអីចឹងទៅជាលក្ខណៈច្រើនអញ្ចឹងបានថា Google Form ក្តីឬក៏ paper base ក្តីធ្វើតាម Google Form ឬក៏ paper គឺកុំឲ្យមានទិន្នន័យដែលអត់ឆ្លើយហើយអញ្ចឹងបើ Google Form យើងដាក់ផ្កាយអញ្ចឹងទៅបើអត់ឆ្លើយគេ submit អត់បានមាន assumption ទៀត linear relationship វាត្រូវតែមានទំនាក់ទំនងជាមួយគ្នាទំនាក់ទំនងជាមួយគ្នាមានទំនាក់ទំនងជាវិជ្ជមានអញ្ចឹងទៅបាទ adapt sample size មាន sample size គ្រប់គ្រាន់ទំហំគ្រប់គ្រាន់អញ្ចឹងមុននឹងគណនា SEM គឺយើងត្រូវមាន sample size គ្រប់គ្រាន់sample size នេះគឺខ្ញុំបានប្រាប់ឲ្យយើងចូលមើលso slow
ដោយសារ slow ពេកយើងអាចចូលមើល review ខ្ញុំ review វិញហើយយើងគណនា row sample size តាម calculator នេះហើយក៏មាន formula រូបមន្តវាស្មុគស្មាញប៉ុន្តែយើងគ្រាន់គណនា row sample size អីចឹងទៅមានឯកសារយកអញ្ចឹង sample size គឺត្រូវតែគ្រប់គ្រាន់ rule of thumb យើង sample size ត្រូវតែគ្រប់គ្រាន់ model ហ្នឹងគឺយើងឲ្យសំតាមទ្រឹស្ដីហើយ model ហ្នឹងគឺម្សិលមិញខ្ញុំបាននិយាយតាក់ទងជាមួយនឹងការបង្កើត model ហ្នឹងគឺចាប់ផ្ដើម specify មានន័យថាចាប់តាំងតែពីយើងអានសភៅរ research គេចន្លោះប្រហោងនៅក្នុងការសិក្សាស្រាវជ្រាវហើយយើងកំណត់ model ប្រមូលទិន្នន័យវិភាគទិន្នន័យហើយធ្វើ model ឲ្យ fit បើវាមិនដូច្នោះទេគឺចាប់ផ្ដើមអានសភៅជាថ្មីម្ដងទៀតបាទអានហើយធ្វើ process វាម្ដងទៀតរហូតដល់ OK គឺយើងឈប់បាទហ្នឹងគឺ stage នៅក្នុង SEM អញ្ចឹង normality យើងអាចមើលទិន្នន័យរបស់យើងទៅមើលមធ្យមបើសិនជាឃើញមធ្យមវាខ្សោយមានន័យថា average របស់វាឧទាហរណ៍ថាឃើញ2យើងចង់បានថាប្រើ digital ធ្វើឲ្យអាជីវកម្មហ្នឹងវាមាននិរន្តរភាពប៉ុន្តែស្រាប់តែឃើញជា average វាឃើញ1ឃើញ2អីមានន័យថាវាជាបញ្ហាហើយត្រូវរងពីបញ្ហាបាទអូខេអញ្ចឹងយើងចូលនៅក្នុង amos របស់យើងនេះយើងគណនា row normal អានេះទៅចេញនេះរូបមន្តវាខ្ញុំធ្លាប់បង្ហាញហើយថាវា complicate វាស្មុគស្មាញប៉ុន្តែយើងប្រើ calculator ទៅដល់ណាចូលខ្លះ zoom យើងប្រើលក្ខណៈ free អញ្ចឹងវា time out ប្រើវា time out អញ្ចឹងពេល time out មានតែឡក់ចូលម្ដងទៀតបងដុកទ័រសារ៉ុំបងចាប់សັບគ្រប់អស់ហើយបងសារ៉នបងសារ៉នក៏អត់ដុកទ័រនៅអាមេរិកឃើញបោះពុំឃើញអីហើយណាទៀតបងផាន់ណាអូខេតោះយើងអញ្ចឹងម្សិលមិញយើងមកវិភាគទិន្នន័យបាទលោកគ្រូក៏បាន record ទៅលោកគ្រូដូចជា record ដែរបងចាំខ្ញុំ share ចាំ record នេះ share អរគុណលោកគ្រូ testing ធូលើសអូមួយអញ្ចឹងម្សិលមិញឥឡូវឧទាហរណ៍ខ្ញុំចាប់ផ្ដើមបើក amos ម្ដងទៀត SPS amos software មានទាំងអស់គ្នាបើអត់មានឆាតសុំពីខ្ញុំ forward ចូលហើយមានបញ្ហាប្រឈមតាក់ទងនឹងតឡើងអីក៏អាចសួរបានដែរ amos មកពីអីគេ amos IBM stand for analysis of moment structure moment វិភាគ plate ហើយ tool ហ្នឹងណាអញ្ចឹងបើសិនជាយើងធ្វើ amos ឥឡូវខ្ញុំយក new មួយ
new ធ្វើថ្មីហើយយើង save ខ្ញុំធ្វើថ្មី test មួយទៀតអូខេ testing អញ្ចឹងយើងគូសយើងយកទៅលើអីគេគូសlà យើងទៅលើ proposal របស់យើងបានការពារហើយមិនអញ្ចឹងទេនេះ proposal ប៉ុន្តែ proposal នេះគឺយើងថែម Latin variable មួយហើយនឹងថែមអានេះឲ្យឈ្មោះ Latin variable Latin variable ក៏បានឬក៏ unobserved variable ក៏បានហើយនេះ observed variable observe មានន័យយើងអាចអង្កេតដោយផ្ទាល់អានេះក៏យើងកែសម្រួលដែរអានេះ observed variable វាធំតលំទលាយពេកដាក់កត្តាសេដ្ឋកិច្ចកត្តាបរិស្ថានកត្តាសង្គមវាអីគេបរិស្ថានវាធំពេកអញ្ចឹងខ្ញុំបានឲ្យ revise អីហើយឧទាហរណ៍បរិស្ថានមានពលបរិស្ថានមានប្រើប្រាស់ធនធានធម្មជាតិការប្រើប្រាស់ធម្មពល energy អីផ្សេងអញ្ចឹងវាបើដាក់ថាបរិស្ថានអញ្ចឹងវានៅតែ unobserved នៅតែ unobserved ដែរអញ្ចឹងយើងត្រូវឲ្យបានច្បាស់ specify បានច្បាស់អញ្ចឹង model នេះគឺយើងបានកែសម្រួលហើយអញ្ចឹងនៅពេលយើងគូសគឺយកទៅលើ conceptual framework នឹងឯងអញ្ចឹងយើងចុចឲ្យកន្លែងនេះណាបាទហើយ rotate វាមកហើយវាបន្តិចក៏វាទៅយើងគូសសញ្ញាព្រួយមកហើយយើងកាន់ដំបងដាក់វាស្មើអញ្ចឹងយើងដាក់ label คลิกលើវាដាក់ label មក x1 x2 បាទអាហ្នឹងគេ y1 ហើយអានេះយើងចង់ដាក់វាយើងដាក់ណែមអានឹងឲ្យឈ្មោះថា unobserved error និង error គឺ unobserved variable ចេញអស់ហើយប៉ុន្តែបើសារវាយើងមើលទៅវានេះក៏យើងអាច edit បានដែរឧទាហរណ៍នេះយក1 2 3អីចឹងទៅកុំឲ្យduplicate ណាកាលណា duplicate វិភាគទៅ error duplicate ស្ទួនគ្នា1 2 3 4 5 6បាទ7 8 9អូខេហើយយើងទាញទិន្នន័យចូលទាញទិន្នន័យចូលមកនេះទិន្នន័យរបស់យើងទិន្នន័យដាក់ជា file SPSS ទៅស្រួលបាទហើយកន្លែងនេះគឺ list variable គឺទាញមកហើយនេះទិន្នន័យរបស់យើងណាប៉ុន្តែយើងបាន convert វាទៅជា file SPSS ហើយអញ្ចឹងខ្ញុំទាញចូលមកយើងអត់បាក់សរសេរកូដដោយ open source កម្មវិធី open source អីទេឬក៏ R programming អីសរសេរកូដអីច្រើនតែកម្មវិធីនេះគឺយើងទាញដាក់ណាប៉ុន្តែអ្នកខ្លះគេថាខ្ញុំនៅតែចង់សរសេរកូដក៏សរសេរបានដែរបើសិនជាយើងចង់សរសេរកូដនេះឯកសារខ្ញុំផ្ញើជូនហើយអាហ្នឹងគេសរសេរនៅក្នុង VB programming ហើយនឹង C# នេះ VB
chẳng xây code còn xây tớ nâng xây code hay ran tớ và tại vì mình sẵn khăn chăm bạch nâng code rồi còn mình code ấy thì cần phải chỉ thu nhưng trong pra ấy của pra tớ xây si sam có si tớ nâng cứ cam bạch thi computer language tại nhóm mình tới cứ vì smart smart hay nhóm có play ở đây thợ riêng IT bạn nhà bạn IT ta sẽ code ấy VB C sharp ấy alo play ở hay trong riêng một vĩnh ta review một vĩnh vì mình không bị phía xa mà đâu thế phía xa online phía xa ấy nó cứ Korea ấy chẳng tới trong chắc cứ riêng hay khăn prayu play chia rừng thầm đá alo dân bạch ta sẽ code cứ dân tin đại má mùi chọt bí tiền má chọt bấy bì hãy dân tiền này má hãy cho bà tiền khó tiền bà tiền đã khó chứ khó dân tiền vì replay về một bình má bàn này việc tiền làm vì lâu đó thế replay một bình dân dân bàn hái xêu tới dân dân rằng tại một đừng rán dân rơ output bia xanh rơ output này anh ấy default anh ấy standard estimate chứ tôi tao khi vô standard estimate say paper mình bằng hàng ăn standard estimate để phát tác nhóm khơi paper class vô ăn standard tàu bằng hàng này nó vô standard square anh năng e square indirect direct and total effect anh ấy tại miền mediator xong dương đặt và đây được khi dương ấy miền proposal class thôi miền mediator năng trăm cực tiệt ở dương vô phần năng sân chó hai dương ràng process mắt đấy nó về ran tớ bà này ở dưới dương mơ tăng là tài bà sai dân mơ ảnh ấy bạn ấy bánh cứ mùi mà anh ấy cào vì anh ấy răng sỏi ta xôn chụp buồn hay xôn chụp phành bờ chẳng oi về miền tầm nệ tầm đông rồi x1 x2 mấy tiết thôi anh ấy càng tại strong càng tại khẳng dân cho môi chung khi ở hai lưu thả lệ thằng ná promotion này xong tốt vô lẽ promotion này hãy ban pi rồi ấy vô lẽ nhưng mà thấy đôi bạn mình tên ban pi rồi đấy khoác môi khoác pi ở đây dân nó không crom chui bánh tí tới cho vậy vô lẽ ngặt triệt chẳng nhóm đại tổng nệ tổng nông vì nó không kiện này mốt vì oi đại tổng nệ tổng nông bàn ấy dân đại tổng nệ tổng nông x1 x2 đó ran tiệt đó thế xôn cho họ buồn chứ tôi tao chạp vì xôn cho họ rồi có xôn cho chặt tao cứ lọ á lọ bàn tay bà môi cứ perfect rồi môi cứ lọ control on hot bàn tay xôn cho họ xôn cho mánh xôn cho sai cứ lọ thì đấy
បន្ទាប់ពីយើងសម្រួលទៅគឺចុចហក0.60 0.7អីអូខេ acceptable មកនេះlà 1ល្អតា1យើងមើលតែតាយើងក៏ឃើញនេះអាណាយើងមើលសាកមើលអានេះអានេះជា average 4.03 អានេះជា average 3.92 អានេះជា average 3.88 ឃើញទេ 3.88 បានវាអានេះវារាំងស្ទើមកអានេះlà 1អូខេចឹងប៉ុន្តែយើងមើល assumption ឬ slide ខ្ញុំមេរៀនបងប្អូនដែលអត់ទាន់បានចាំខ្ញុំ forward ជូនថែមទៀតឥឡូវប្រហែលទេនេះ822ទំព័រគាត់នោះបរៀនចេះតារៀបចំ slide ទៅ slide ខ្លះតាមមកពាក្យអញ្ចឹងទៅយកមក section 2 section ក៏មានដែរមកពាក្យហើយចុះឥឡូវ822 slide យើងអត់មានពេលច្រើនជួបមានពេលបន្តិចប៉ុន្តែយើងសិក្សាស្រាវជ្រាវថែមយកឯកសារមើលថែមឆ្ងល់អាចសួរ AI ផងអីផងទៅណាបើគេធ្វើបទបង្ហាញការពារនៅខេមបទបណ្ឌិតគេរៀន6 7ឆ្នាំគេធ្វើបទបង្ហាញតា30នាទី40នាទីឥឡូវយើងក៏អត់មានពេលច្រើនដែរdirection ហ្នឹងគឺបូក1អានេះ checklist ប៉ុន្តែ checklist នេះ direction បូក1នេះបើស្អីយើងមើលឃើញ direction អត់បូក1មានបញ្ហាឃើញដកអត់ដកមិនបានដកdirection ហ្នឹងមានន័យថាម៉េចជា time out ហើយប្រុងប្រៀបចាំលក់ចូលវិញបើលក់ចូលឲ្យបានបង្កើត link ថ្មីរបស់ free Zoom វាកំណត់នាទីពិបាកនេះ direction ហ្នឹងគឺយើង direction មានន័យថានិយាយពីទំនាក់ទំនងនេះធម្មតាមិននិយាយពី digital ប្រព័ន្ធ digital ធ្វើឲ្យវាមាននិរន្តរភាពអាជីវកម្ម performance វាល្អប៉ុន្តែពេលខ្លះយើងសួរគេទៅថានៅពេលដែលមាន software ថ្មីធ្វើឲ្យចំណូលធ្លាក់ចុះមាន software ថ្មីធ្វើឲ្យចំណូលធ្លាក់ចុះអញ្ចឹងឆ្ងល់ហើយមិនបានទៅឆ្លើយអញ្ចឹងមានន័យថាអត់យកស្រប disagree strongly disagree ទិញ software ថ្មីធ្វើឲ្យចំណូលធ្លាក់ចុះអាហ្នឹងវាជាបញ្ហាគួរតែទិញ software ថ្មីធ្វើឲ្យចំណូលកើនឡើងអញ្ចឹងនៅពេលដែលចេញលេខ2ណែចេញលេខ2មានលេខ2អីដែរមានលេខ1ដែរអត់យកស្របអីចេញលេខ2លេខ1ច្រើនអីវាប្រឈមនឹងការចេញ negative អញ្ចឹងអ្នក research ឃើញអត់ normal គឺអត់ចង់បានទេចង់បានតែ normal ឥឡូវដំណោះស្រាយខ្ញុំដាក់ error នៅក្នុងវាយនេះមួយទៀតហើយ error នេះខ្ញុំដាក់អក្សរ S ចុះ S1 ចុះ
ហេតុអ្វីបានដាក់មានដាក់អក្សរ e error e ដែរនេះអានេះឲ្យតែ duplicate ស្ទួនគ្នាអត់បានទេណា e1 e2 e3 ហើយយើងដាក់ e1 ទៀត e ធំ1 e ដាក់ e1 ក៏វា error វា duplicate អត់បានទេអញ្ចឹងខ្ញុំដាក់ f a b c d e f នឹងដាក់ f អញ្ចឹងទៅហើយខ្ញុំ save ហើយខ្ញុំ run វាទៀតមកអូខេអញ្ចឹងអាចជួយបានហើយអានេះ070ជួយអានេះឡើងដោយសារយើងយកតំណែងតំណងរវាងអានេះនិងអានេះឲ្យវាមានតំណែងតំណងគ្នានៅក្នុងស្ថិតិឲ្យវាមានតំណែងតំណងបានអត់អីទេបើនៅក្នុង CFA វិញតំណែងតំណងវាលព្រាតតំណែងតំណងវា CFA អញ្ចឹងអត់អីទេអានេះអូខេអត់70 60អូខេហើយអានេះធ្វើម៉េចឲ្យវា positive វិជ្ជមានអូខេអស់ហើយយើងមើល save ទុកទី1 direction គឺបូកអស់ហើយណា standard die regression តូចជាងឬស្មើ1នេះ standard die ខ្ញុំណូតចាំខ្ញុំផ្ញើជូនអាហ្នឹងគឺចង់និយាយអំពីទំនាក់ទំនងរវាង x និង y ទំនាក់ទំនងរវាង x និង y ហើយចន្លោះវាដក1ហើយនឹង1ហ្នឹងមានន័យថា relationship វាខ្លាំងណាហើយប្រសិនបើដក1 relationship ខ្លាំងដែរប៉ុន្តែខាង negative ខាង negative អញ្ចឹងប្រសិនបើ standard die វា1មានន័យថា strong relationship អញ្ចឹងបើ0.9ចេះតែខ្សោយបន្តិចទៅ 0.8 0.7អីចឹងទៅកាន់តែខ្សោយបើសិនជា0រហូតដល់0មានន័យថាវាអត់មាន relationship បាទរវាង x និង y អញ្ចឹងគឺយើងចង់បានតូចជាងឬស្មើ1អញ្ចឹងយើងកលេសមើលទៅគឺកលេសទៅគឺនេះតូចជាង1អូខេអញ្ចឹងអូខេណាលក្ខខណ្ឌទី2លក្ខខណ្ឌទី3 square multiple correlation តូចជាងឬស្មើ1ដែរតូចជាងឬស្មើ1 square multiple correlation ហ្នឹងវាមិនអាចលើសទេបើសារលើសវាមានបញ្ហាអាច error បាទអញ្ចឹង model ហ្នឹងយើងត្រូវ justify វាហើយ model fit ចាំខ្ញុំប្រាប់ម្លងសិនវាច្រើនបាទវាច្រើនខ្ញុំនិយាយតាក់ទងជាមួយនឹង critical ratio យើងធ្លាប់រៀន statistics គឺអានេះវាដូច T statistics អញ្ចឹងវាធ្វើ test relationship រវាង variable 2ហ្នឹងបាទថាតើវា significant អត់តើវាមានទំនាក់ទំនងអត់ហើយបើសារយើងចង់មើល T statistic ឬក៏របៀបនៃការគណនាដោយ manual យើងអាចមើលនៅក្នុង slide ខ្ញុំមេរៀនខ្ញុំហ្នឹងគឺមានបង្ហាញហើយ concept basic concept អីអាចមើលបានបាទអញ្ចឹងអានេះគឺ1.96 គឺត្រូវធំជាង 1.96 ដើម្បីឲ្យវា significant ឲ្យវាមានទំនាក់ទំនងជា statistical significant អញ្ចឹងយើងកលេសមើលលទ្ធផលរបស់យើងមើល web ឃើញផ្កាយទាំងអស់អញ្ចឹង statistical significant ហើយមានន័យថាវាទំនាក់ទំនងជាលក្ខណៈស្ថិតិហើយនេះអ្វីដែល research ជឿចង់បាននៅពេលខ្លះវាចេញផ្កាយ2ឯដែរណាទំនាក់ទំនងដែរវាមិនសូវខ្លាំងខ្លះណាស់ផ្កាយ1ទំនាក់ទំនងដែរតែវារាំងខ្សោយបន្តិចប៉ុន្តែខ្លះ
NS non significant វាអត់តំណែងអត់តំណែងមានន័យថាម៉េចមានន័យថាឧទាហរណ៍ X1 ការប្រើប្រាស់ digital វាអត់ជាឥទ្ធិពលទៅលើចំណូលរបស់អាជីវកម្មធ្វើឲ្យអ្នករកទទួលទានជាបន្ទុកវាអត់ចំណេញឧទាហរណ៍អញ្ចឹងណាហើយអញ្ចឹងហើយគេថា CR ធំជាង 1.96 យើងក៏លេខមើល CR យើងតិចណា CR យើងណា CR យើងមើល CR យើងសុទ្ធតែ0ធំជាងធំជាង 1.96 ទាំងអស់នេះ 1.96 ធំជាង 1.96 ទាំងអស់1.96 អូខេmodel fit គឺជារឿងដែលសំខាន់ហើយប្រសិនបើយើងយល់ហើយការបកស្រាយខ្ញុំនឹងផ្ញើ paper របៀបនៃការបកស្រាយអាច paper ច្រើនណាស់យើង download តាម Google Scholar អីក៏បានឬក៏ paper របស់ខ្ញុំអីក៏បានដែរនេះ paper ខ្ញុំបោះនៅអង់គ្លេស Emerald មិនបោះបានច្រើនប៉ុន្មានទេព្រោះការងាររបស់ពុំនឹងវាអត់បានលុយហើយវាហត់ហើយអត់មានការមិនសូវមានពេលវេលាផងក៏បោះបាន2ឯប៉ុណ្្នឹងឯងហើយ paper ហ្នឹងយើងមើលរបៀបបកស្រាយទៅឬក៏យើងអាចមើល paper អីផ្សេងអត្ថបទស្រាវជ្រាវអីផ្សេងមើលអ្វីដែលគេទទួលបោះពុំហើយណាព្រោះការបោះពុំហ្នឹងវាឆ្លងកាត់ដំណាក់កាលច្រើនឆ្លងកាត់សិស្សឆ្លងកាត់គ្រូឆ្លងកាត់សាលាឆ្លងកាត់អ្នកក្រុមហ៊ុនបោះពុំឆ្លងកាត់ review ខាងក្នុង review ខាងក្រៅហើយ proofreading ច្រើនលើកច្រើនសារទាំងរឹមតែបានបោះពុំអញ្ចឹងបើគេបោះពុំមួយហើយគឺអាចមើលជាគោលគំនិតបានអញ្ចឹងការបកស្រាយអាចមើល paper របស់ខ្ញុំឬក៏ paper ចាំខ្ញុំចែកម្លែក paper ខ្លះទៀតអស់ថ្មទៀតថ្ងៃនេះដូចរាំងយូរ Zoom អត់ឃើញដាច់keep the conversing go on Zoom Workplace Pro upgrade ទៀត Alo